ខេត្តកំពង់ធំចាប់ផ្ដើមយុទ្ធនាការបំពាក់បង្គោលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ6ដើម្បីបង្កើតសោភ័ណភាពផ្លូវជាតិខេត្តកំពង់ធំបានចាប់ផ្ដើមនូវយុទ្ធនាការបំពាក់បង្គោលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ6នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់ទៅកាន់ខេត្តសៀមរាបនៅថ្ងៃទី1ខែមេសាឆ្នាំ2025អាដាមនួនផារ៉ាត់អភិបាលខេត្តកំពង់ធំបានលើកឡើងថាក្រោមការចង្អុលបង្ហាញរបស់សម្ដេចថាបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងក្រោមការគាំទ្រពីអាដាមវង្សសេវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំរដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្ដើមដឹកនាំអនុវត្តជាជំហានជាមួយការប្រមូលគៀងគោកម្លាំងសរុបនិងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាននៅយុទ្ធនាការបំពាក់បង្គោលភ្លើងសូឡានៅតាមដងផ្លូវជាតិលេខ6នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំពីព្រំប្រទល់ខេត្តកំពង់ចាមរហូតដល់ព្រំប្រទល់ខេត្តសៀមរាបប្រវែងសរុប144គីឡូម៉ែត្រឲ្យរួចរាល់ទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ2026ខាងមុខអភិបាលខេត្តកំពង់ធំបានឲ្យដឹងថាគម្រោងដ៏ធំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹតនិងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ6ព្រមទាំងដើម្បីពង្រឹងសុវត្ថិភាពការងារសន្តិសុខផងដែរ